ตอนนี้นักเนี่ยtừ claim cho data level 2มาปราบปราดอย free แต่งออกเนี่ย data level 2นี่คือยังไงปราบปราบานจมูกหนึ่ง Nasdaq หรือก็จมูกหนึ่งเมียกับบานด้วยគ្នាโอเคจังอะไรยังช่วยแต่ claim แต่งออกគ្នាโอเคจังกินแต่บอกแนวเนี่ยโจมมาในเว็บไซต์របស់ Behalf មកจังแนวที่นึงเคยเปรียบท้า join Behalf membership ในกន្លែងមួយនេះចឹងខ្ញុំនឹងដាក់ link website ឲ្យអ្នកនៅលើ caption អញ្ចឹងមិនស្រាប់នៅ com referral link របស់ខ្ញុំហើយអញ្ចឹងអ្នកនេះចុចពាក្យថា join now មកហើយពេញ Gmail អ្នកនេះដែលបាន register នៅខាងក្រោម referral របស់ខ្ញុំណាចុចពេញមកបន្ទាប់មកអ្នកនេះចុចពាក្យថា send request មកអញ្ចឹងក្រុមការងារនឹងធ្វើការ check ឲ្យបើសិនជាអ្នកនេះពេញព័ត៌មានត្រូវអស់ហើយគេនឹងធ្វើការ approve ហើយប៉ុន្តែសម្រាប់អ្នកដែលអត់មាន account នៅក្រោមខ្ញុំទេអ្នកនេះអាចចុចពាក្យថា IB referral នៅខាងលើនេះអូខេអញ្ចឹងបន្ទាប់មកអ្នកយកឈ្មោះរបស់ខ្ញុំមកថងឌីឈ្មោះនេះមកអញ្ចឹងបើសិនជាគ្នាយើងចុចពាក្យ register ទៅតាមអានេះតាមអា link នេះអ្នកគ្នាមិនដាក់ partner code ទេអញ្ចឹងណាចុច register មកអូខេអញ្ចឹងអ្នកគ្នា register បំពេញព័ត៌មានក៏បង្កើត account ថ្មីឲ្យហើយមកបន្ទាប់មកពេលអ្នកគ្នា register account ហើយអ្នកគ្នាយក Gmail ដែលអ្នកគ្នាបានបង្កើត account នៅក្រុមខ្ញុំហ្នឹងយកមក submit នៅកន្លែង join membership នេះយកមកបំពេញមកហើយចុចពាក្យថា send request អូខេចឹងឥឡូវបើយើងនិយាយពី benefit អ្នកនឹងទទួលបាននៅខាងក្រុមខ្ញុំម្ដងអញ្ចឹង benefit គឺយើងទទួលបានជាមួយនឹង trading robot ដែលយើងដាក់ឲ្យប្រើប្រាស់ដោយ free ទីមួយគឺខ្ញុំ recommend ឲ្យអ្នកនេះប្រើជាមួយនឹង Snapper Grid Hunter មួយនេះអញ្ចឹង download បោះយកទៅប្រើទៅហើយនេះគឺជា setting pack នៅខាងលើនេះអ្នកគ្នាអាច download setting យកទៅប្រើប្រាស់បានហើយក៏មានជាមួយនឹង account investor password ដែលយើង running bot ជារៀងរាល់ថ្ងៃនេះអ្នកគ្នាអាចយកទៅ log មើលបានអញ្ចឹងណាអូខេហើយមួយទៀតគឺបានជាមួយនឹង tool ហើយនឹង data level 2នៅក្នុង indicator មួយនេះអញ្ចឹងយើងទទួលបានជាមួយនឹង4 tool អ្នកគ្នាអាចចូលទៅ check មើលបានអញ្ចឹងមាន Snapper Pro មានជាមួយ Meter Concept 2.0 មានជាមួយនឹង Snapper Volume Data Snapper Bumble Data អញ្ចឹងគឺទទួលបាន4ជាមួយនឹង tool អញ្ចឹងអ្នកគ្នាទទួលបាន benefit ច្រើនមែនទែនគឺនៅខាងក្រោមខ្ញុំអូខេអញ្ចឹងសម្រាប់ការប្រើប្រាស់ទៅលើ data level 2អ្នកគ្នាអាចចូលមើលទៅក្នុង YouTube របស់ខ្ញុំបាន YouTube នេះគឺខ្ញុំបាន live នៅថ្ងៃ2ថ្ងៃមុនអ្នកគ្នាចូលមើលទៅហើយនៅម្ដុំនាទីទី16.52អ្នកគ្នាមើលទៅកន្លែងហ្នឹងគឺខ្ញុំបានប្រាប់ពីការប្រើប្រាស់ឲ្យអស់ហើយអញ្ចឹងគឺកន្លែងក្នុង technical ហើយយើងយកជាមួយនឹង volume data ហ្នឹងយកមកបន្ថែមដើម្បីឲ្យវាមាន confirmation បន្ថែមអញ្ចឹងកន្លែងនេះគឺអ្នកខ្លះអាចមើលនៅក្នុងនឹងបានអញ្ចឹងពេលនេះគឺខ្ញុំបានមាន setup មួយគឺខ្ញុំចូលកន្លែង OTE មួយនេះចូលកន្លែង OTE មួយនេះហើយ data មានអ្នកចាក់ចូលរហូតដល់ 1.8k អញ្ចឹងដល់ពេលដែលខ្ញុំសារមកនេះផ្សារនេះគឺបានចុះទៅតាមគោលដៅអ្វីដែលខ្ញុំនេះមែនមាន data ចាក់ចូលគឺផ្សារនេះគឺចុះខ្លាំងមែនតើនេះអញ្ចឹងកន្លែងនេះគឺខ្ញុំបានកាត់ TP បាន 2 អញ្ចឹងអ្នកគ្នាអាចចូលទៅមើលវីដេអូពេញនឹងបានណាអញ្ចឹងគឺយើងប្រើប្រាស់ដោយការ alignment ពី technical បន្ថែមហើយប្រើប្រាស់ជាមួយនឹង data បន្ថែមដូចកន្លែងមួយនេះអញ្ចឹង so វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេចាំមើលគ្នាយើងមានចង្អុលផ្សេងៗអាចឆាតនៅក្នុងក្រុម community របស់យើងបានអូខេ so bye bye